អ្នកណាដែលថ្វាយយ៉ាញ់បូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ាតែមួយនោះនឹងត្រូវបំផ្លាញចេញអស់រលីងកុំអោយធ្វើបាបដល់អ្នកប្រទេសក្រៅក៏កុំអោយសង្កត់សង្កិនគេឡើយបាត់ឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីបជាអ្នកប្រទេសក្រៅដែរកុំអោយធ្វើទុកដល់ស្ត្រីមេម៉ាយឬកូនកំព្រាណាឡើយបើធ្វើទុកដល់គេហើយគេអំពាវនាវរកអញនោះអញនឹងលើសំរែករបស់គេជាមិនខាន ហើយសេចក្តីក្រោធរបស់អញនឹងក្តៅឡើងអញនឹងសម្លាប់ឯងរាល់គ្នាដោយដាវនោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយហើយកូនឯងនឹងទៅជាកំព្រាដែរបើអោយរាអញណាមួយជាអ្នកទល់ក្រដែលនៅជាមួយនឹងឯងបានខ្ចីប្រាក់នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេក៏មិនត្រូវយកការពីគេឡើយបើទទួលបញ្ចាំសម្លៀកបំពាក់របស់អ្នកជិតខាងនោះត្រូវប្រគល់ ទៅគេវិញមុនថ្ងៃលិចបិទជាសម្ពុតដណ្ដប់តែមួយរបស់អ្នកនោះជាសម្លៀកបំពាក់ខ្លួនគេតើគេនឹងបានអ្វីដណ្ដប់ក្នុងការដែលទៅដេកបើគេអំពាវនាវដល់អញនោះអញនឹងលឺបិទអញមានសេចក្តីអាណិតដល់គេកុំអោយប្រមាថមើលងាយដល់ព្រះក៏កុំអោយជេរប្រតិចដល់ចៅហ្វាយរបស់សះឯងឡើយរាជអញគេត្រូវបំផ្លាញទៅដោយខ្វះខាតដំរីដូច្នេះ ដោយព្រោះឯងមិនព្រមទទួលដំរីបានជាអញក៏នឹងបោះបង់ចោលឯងមិនអោយធ្វើជាសង្ឃដល់អញទៀតដែរហើយដោយហេតុដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯងនោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នាវាវល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណានោះក៏ធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរដូច្នេះអញនឹងបំផ្លាញកិត្តិស័ព្ទរបស់គេឲ្យទៅជាសេចក្តីអាម៉ាស់ខ្មាស់វិញគេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាជអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នានៅគ្រានោះបណ្ដាជនជាយ៉ាងណាសងក៏នឹងយ៉ាងនោះដែរហើយអញនឹងធ្វើទោសគេដោយព្រោះអំពើប្រព្រឹត្តរបស់គេព្រមទាំងសងដល់គេតាមកិរិយារបស់គេផង